នេះបានហៅថាកាហ្វេលាក់ខ្លួនមែនតែម្ដងនៅកណ្ដាលទីក្រុងហូជីមិញតែម្ដងបងប្អូនជិះមកមួយផ្លែតប្រហែលជា4-5 នាទីគឺដល់ហើយហាងកាហ្វេគេដែលគាត់លក្ខណៈបែបដូចសារ៉ាប់មន្ទីហើយនឹងវត្ថុបុរាណចាស់ៗដែលនៅបន្សល់ទុកតាំងពីចំនួនមុនអញ្ចឹងណាហើយខាងក្រោមដីគេជាផ្ទះហ្នឹងគឺគេធ្វើជីកដូចជាបន្ទប់មួយដើម្បីលាក់ខ្លួនសម្ងាត់ដើម្បីជៀសវាងពីការធ្វើសង្គ្រាមឬក៏គ្រាប់អីជាយថាហេតុគឺកន្លែងសម្ងាត់គេតែម្ដងនេះខ្ញុំគិតថាបើបងប្អូនណាមកពេលយប់កណ្ដាលធាតុអីដើរម្នាក់ឯងនៅក្នុងផ្ទះហ្នឹងមានអារម្មណ៍ថាព្រឺសបល់ដែរពេលខ្លះព្រោះអីវត្ថុបុរាណចាស់ៗដែលបន្សល់ទុកនៅហ្នឹងគេយកមកធ្វើជាដេគ័រសម្រាប់ធ្វើជាហាងកាហ្វេគេហើយហាងកាហ្វេនេះក៏អត់សូវមានមនុស្សមកច្រើនទេបងប្អូនព្រោះអីជាខ្ញុំគិតថាជាកន្លែងថ្មីដែរសម្រាប់បងប្អូនហើយដែលបងប្អូនដែលចង់សាករសជាតិថ្មីហើយបងប្អូនចង់បានទិដ្ឋភាពមកសាកពួននៅក្រោមដីអីដូចខ្ញុំអីធ្វើចោះរូងខ្លាអីខ្លាំងលើកពើអីនេះអានឹងចង់ដឹងថារសជាតិបែបម៉េចអីមិនចឹងណាពួនលើផ្ទះគេគឺមានកន្លែងពួនច្រើនមែនតើឧទាហរណ៍ថាមានសង្គ្រាមមានបញ្ហាអីផ្សេងៗអាចលាក់ខ្លួនដោយគេមិនអាចដឹងបានហើយបងប្អូនឃើញតែក្រោមដីលើដបផ្ទះអីចឹងណាតែគេមានម៉ាស៊ីនត្រជាក់គេដាក់ឲ្យដើម្បីយើងកុំឲ្យក្តៅហើយបងប្អូនមើលទិដ្ឋភាពមានអាវទាហានមានទូរទស្សន៍មានស្អីផ្សេងជាពិសេសមានកំភ្លើងមានអីទៀតខាងកំភ្លើងគេអត់ឲ្យខ្ញុំថតទេព្រោះអីខ្ញុំមិនដឹងថាមិនដែរគេឲ្យថតដល់អញ្ចឹងខ្ញុំថតបានតែលក្ខណៈរបៀបគ្រឿងប្រើប្រាស់នៅក្នុងផ្ទះជំនាន់មុនឲ្យបងប្អូនមើលហើយសម្រាប់គេហៅថាសភាវុធគ្រឿងផ្ទុះអីផ្សេងហ្នឹងគេអត់ឲ្យថតទេប្រហែលជាមើលធម្មតាបានតែគ្រាន់តែអត់ឲ្យយើងថតដើម្បីបង្ហោះអីចឹងណាហើយនេះលក្ខណៈមើលទៅទិដ្ឋភាពហើយបុរាណគេហៅថាធម្មតាវៀតណាមហើយនឹងចិនក៏ style កាត់គេហៅថាតែមួយអញ្ចឹងណាខាឈើគេអញ្ចឹងណាហើយនៅtrongវីដេអូខ្ញុំនឹងដាក់ Google Map ឲ្យបងប្អូនដឹងថាកន្លែងហ្នឹងគេហៅអីអញ្ចឹងណាទីតាំងមិនអត់ឆ្ងាយទេបងប្អូនចិត្តទេតែប្រហែលនាទីហ្នឹងជិះមកដល់ហើយបងប្អូនស្រួលងាយរកមែនតើតែវាមានចូលច្រកបន្តិចដើរទៅដល់គៀនច្រកហ្នឹងតែម្ដងឃើញហើយបងប្អូនគឺមាន outdoor គេខាងលើហើយកន្លែងនេះមានអារម្មណ៍ថាដូចជាកន្លែងគេហៅថាសែនកងម៉ាគេអញ្ចឹងណាហើយខាងក្រៅមានវេរ៉ង់ដាអីផ្សេងហើយខាងនេះគឺលក្ខណៈដូចជាផ្ទះបុរាណមួយតែម្ដងសម្រាប់បងប្អូនណាដែលចូលចិត្តមើលបែបបុរាណឬក៏ចង់ឃើញគ្រឿងអីផ្សេងទៀតមកផ្ទះបុរាណនេះក៏ត្រូវហើយផ្ទះបុរាណស្តាយអញ្ចឹងវាមានច្រើនដែរតែប៉ុន្តែដែលមានការលាក់ខ្លួននៅក្រោមដីមានអីហ្នឹងគឺលើកទី1ដែលខ្ញុំឃើញអញ្ចឹងបងប្អូនចង់មកសាកថតរូបដូចខ្ញុំអីអញ្ចឹងអាចមកលេងបានហើយកាហ្វេគេអត់ថ្លៃបងប្អូនខ្ញុំញ៉ាំហ្នឹងដូចអស់តា1.7 សេនអីទេហ្នឹងខ្ញុំញ៉ាំហ្នឹងដូចជាយ៉ាវអ៊ូទឹកសូដាឬស្អីគេថា favorite ប្រចាំហាងគេអញ្ចឹងណាបងប្អូនដែលចូលចិត្តផឹកកាហ្វេអាចមកសាកបានថាកាហ្វេគេរសជាតិមិនហើយកន្លែងនេះឃើញហេសិតតាមមញ៉េហើយនឹងកង្ហាល់ដែលជំនាន់មុនចាស់អញ្ចឹងណានិយាយរួមសិតតែរបស់ចាស់ដែលសល់ពីជំនាន់មុនម៉ូតូអីអូម៉ាឡែតអីនេះគឺសិតតែជាហៅថាបុរាណទាំងអស់ហ្មងផ្ទះនេះបងប្អូនតែងជំនាន់គេហៅថាបុរាណនៅសម័យវៀតណាមអីស្លៀកពាក់អញ្ចឹងហើយតែងឲ្យដើរនៅក្នុងផ្ទះហ្នឹងមានអារម្មណ៍ថាដូចរៀងពឺសបល់ដែរហ្នឹងព្រោះផ្ទះនេះមើលទៅមានអារម្មណ៍ថារៀងខ្លាចតិចតួចអារម្មណ៍ខ្ញុំឯណាតែអត់ដឹងថាបងប្អូនមិនដែរតែពេលថ្ងៃមិនអីទេតែបើបងប្អូនមកពេលយប់តែពេលយប់ក៏គេអត់បើកដែរកាហ្វេតែមកហ្នឹងមានអារម្មណ៍ថាបើដើរម្នាក់ឯងពឺសបល់ដែរឃើញមានក្រុមដីមានអីហើយបងប្អូនមើលទៅកន្លែងគេពួនលាក់ខ្លួននេះឃើញទេមានរូបតាហូជីមិញអីហើយសម្ភារៈប្រើប្រាស់ស្បៀងអីទុកនៅក្រោមដីអញ្ចឹងណាអញ្ចឹងបងប្អូនដែលថាដូចមានសង្គ្រាមឬក៏មានបញ្ហាអីត្រូវលាក់ខ្លួននៅក្រោមដីអញ្ចឹងគេមានរបស់របរប្រើប្រាស់មកចាប់ហ្មងហើយខ្ញុំមកដល់នេះក៏បានឃើញជនជាតិហ្វីលីពីនគាត់ប្រហែលអ្នកជាក្រុមហ្នឹងគាត់មកលេងហាងកាហ្វេហ្នឹងដែរហើយគាត់បានចុះមកមើលហើយលេងអីតាមអ្វីដែលខ្ញុំឃើញតាមគេ review អញ្ចឹងណាអញ្ចឹងបងប្អូនអាចមកមើលតាមហើយ review តាមខ្ញុំក៏បានដែរព្រោះអីអានេះគេហៅថាចាស់គេថ្មីយើងអីចឹងរសជាតិប្លែកតែខ្ញុំអត់ទាន់ឃើញបងប្អូនណាដែលទៅហូជីមិញហើយថតកាហ្វេដូចខ្ញុំនេះទេព្រោះអីដូចអត់ដែរឃើញមានណាឃើញតែហាងកាហ្វេផ្សេងតែហាងកាហ្វេនេះអត់ទាន់មានអ្នកឃើញអញ្ចឹងបងប្អូនសាករសជាតិថ្មីមើលថាតើអាការចុះពួនក្រោមដីហើយផឹកកាហ្វេអីនេះមានអារម្មណ៍មិនដែរញ៉ាំបងប្អូនមានហឹបកេះលុយកេះអីគេមានកេះប្រាក់អីទៀតណាហើយមានក្មេងៗគេចុះមកលេងទៀតហើយបងប្អូននេះគាត់ជាមួយធីមគាត់ខាងហ្វីលីពីនណាអានេះគាត់ខ្ញុំមកដល់មុនគាត់ដល់អញ្ចឹងខ្ញុំអត់ទាន់ចុះទេដល់ឥឡូវឃើញពួកគាត់ចុះហើយពួកគាត់ថតរូបអស់ហើយបានខ្ញុំចុះទៅតាមក្រោយហើយពួកគាត់មកជាក្រុមអញ្ចឹងណាថតម្នាក់មួយហើយមានអារម្មណ៍ថាល្អសោយមែនទែនគេមកជុំគ្នាអញ្ចឹងយើងល្អសោយតែយើងមកលក្ខណៈជាគ្រួសារ3នាក់ប៉ាម៉ាក់ខ្ញុំហើយ3នាក់អញ្ចឹងមានអារម្មណ៍ថាម៉ងអត់មានសบายដូចពួកគាត់មកលក្ខណៈមិត្តភ័ក្ដិជុំគ្នាអីចឹងនេះហើយបងប្អូនឃើញនេះហ្នឹងគឺអញ្ចឹងគេពួនក្រោមហ្នឹងគេដាក់កៅអីអញ្ចឹងទៅយើងអត់ដឹងថាអាហ្នឹងជាឥដ្ឋការ៉ូទេគេដាក់កៅអីបាំងអញ្ចឹងទៅឃើញឲ្យពួនមកឆ្ងាញ់អត់មានសត្រូវណាមករកយើងឃើញទេយើងពួនអាលីចង់លក្ខណៈថាបើឧទាហរណ៍យើងខ្ចីលុយគេអីគេមករកដល់ផ្ទះអីពួនក្រោមហ្នឹងគេរមឃើញទេហើយនេះគឺជាអ្វីដែលខ្ញុំញ៉ាំហ្នឹងគឺរសជាតិគេហៅថាយ៉ាវអ៊ូហើយមានរៀងប្រមាន់បន្តិចស្អីបន្តិចរសជាតិបាក់ពិបាកនឹងថ្លៃមែនតើហើយឥឡូវនេះខ្ញុំចុះដីចូលវិញឲ្យបងប្អូនមើលហើយនេះបើអ្នកណាមានធំរៀង80គីឡូជាងអីគឺរៀងពិបាកចូលបន្តិចបងប្អូនហើយនេះគឺជាទីតាំងរបស់ហាងកាហ្វេគឺងាកមកដល់ឃើញបងប្អូនគឺចូលមកឡូមកផ្ទះគឺដល់តែម្ដងហើយ location ខ្ញុំបានតម្លាក់ឲ្យបងប្អូនមើលហើយអូខេអរគុណច្រើនជំរាបលាបាយបាយសង្ឃឹមថាជួបគ្នាវីដេអូក្រោយណាបាយបាយ